ព្រឹកថ្ងៃអាទិត្យដោយសារតែមានកម្រងច្រើនដូច្នេះពួកខ្ញុំងើបឡើងលឿនខុសពីធម្មតាជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំសូមផ្ញើក្តីនឹករលឹកពីចម្ងាយផងព្រឹកថ្ងៃអាទិត្យនេះពួកខ្ញុំមានកម្រងរាងច្រើនតិចចឹងខ្ញុំងើបរាងលឿនងើបតាំងពីម៉ោង6កន្លះដើម្បីរៀបចំខ្លួនទៅវិហារហើយចេញពីវិហារពួកខ្ញុំមកទៅលេងផ្ទះមិត្តភ័ក្តិធ្វើដំណើរតប្រហែលជាជិត1ម៉ោង50នាទីជាអីចឹងរាប់ថា1ម៉ោងចុះដោយសារភូមិរបស់មិត្តភ័ក្តិខ្ញុំនៅរាំងឆ្ងាយបន្តិចនៅទៅដល់គេហៅថាអី White Valley Peak ដោយសារកម្រងថ្ងៃនេះគឺមានការអាំងសាច់និងហូបអាហារជុំគ្នានៅផ្ទះមិត្តភ័ក្តិរបស់គាត់ដែលតន្ត្រីករម្នាក់អាចទាំងសរសេរបទចម្រៀងនិងអាចទាំងសរសេរបទភ្លេងដូច្នេះហើយបានស្នេហាខ្ញុំមកណាមានតាំងពីអាហារហូបចុកនិងយកទាំងឧបករណ៍តន្ត្រីមកដែរនៅស្រុកនេះគឺទេសភាពស្អាតខ្លាំងភាគច្រើនភ្ញៀវទេសចរឲ្យតមកគឺមិនដែលរំលងនៅក្នុងការដែលមកដើរលេងនៅភ្នំគេហៅថាភ្នំពេកនេះទេគាត់នេះឯងជាមិត្តភ័ក្តិរបស់ស្នេហាខ្ញុំដែលជាតន្ត្រីករទៅរៀបចំដុតភ្លើងដុតអីដើម្បីទទួលភ្ញៀវនៅក្នុងនេះក៏មានរបស់តិចដែរខ្ញុំមិនសូវចេះហូបរបស់ទាំងអស់នេះទេប៉ុន្តែខ្ញុំប្រកែកហូបសាច់ផ្លែមណាស់សិនជាមានការជួបជុំហូបចុកអីខ្ញុំទៅគេដែរគឺទៅដើម្បីហូបសាច់ផ្លែមបើចង់បានស្វាមីឬភរិយាជនជាតិស្បែកសនៅខាងនេះវិញគឺដោយពួកគាត់មិនសូវចេះប្រកាត់ភ្លើងទេណារៀបចំប្រកាត់ឡើងមួយសន្ទុះធំមកខ្ញុំស្មានតែរួចហើយខ្ញុំក៏ដើរទៅដល់ក៏សុំជួយទៅក៏សម្រេចនឹងឯងនៅនេះភាគច្រើនពេលមានការជួបជុំហូបចុកជុំគ្នាអញ្ចេះទៅគឺគេចូលរួមចំណែកគេទិញរបស់យកមករៀងខ្លួនអញ្ចឹងអាមកបន្តិចដាក់ចូលគ្នាទៅឡើងច្រើនសម្រាប់ប្រពៃណីអង់គ្លេសបដិសណ្ឋារកិច្ចរបស់ពួកគាត់គឺទទួលភ្ញៀវដោយការប្រើតែឬកាហ្វេតែភាគច្រើនគឺតែពេលដែលយើងទៅលេងផ្ទះគាត់នឹងសួរយើងចង់ញ៉ាំតែទេភាសាអង់គ្លេសថា you want a cup of tea ហើយតែរបស់ពួកគាត់ភាគច្រើនគឺថែមទឹកដោះគោឆៅពីលើទេសភាពថ្ងៃនេះពិតជាស្រស់ស្អាតមែនតើថ្ងៃរះចាញ់តាំងល្អលោកជូឥឡូវកំពុងតែរៀបចំដុតចក្រានមួយទៀតហើយរៀបចំភ្លើងមើលសក់ក្បាលលោកជូចុះគាត់មិនដែលសិតសក់ទេគាត់និយាយតែគាត់ខ្ជិលសិតណាសក់ហើយលើសព្រើដើរប្រយតែលោកជូមានទេពកោសល្យខ្លាំងមែនតើសម្បូរស្រីស្រឡាញ់ហើយក៏ជាអ្នកដែលផលិតឧបករណ៍តន្ត្រីដែរមានតាំងពីហ្គីតាស្គរផលិតរបស់ផ្សេងមានតាំងផលិតវ៉ាយ៉ូលីនអីទៀតនោះមានទេពកោសល្យហួសម្នាក់លេងឧបករណ៍តន្ត្រី2 3ហើយខ្ញុំតែមួយមិនចេះផងឃើញថាខ្ជុងកាត់បានល្អហើយខ្លាចជាល្ងើភ្លើអ្នកនៅស្រុកនេះសម្បូរអ្នកហូបបួសគឺម្ដាយរបស់មិត្តភ័ក្តិខ្ញុំហើយនិងប្អូនស្រីគាត់នឹងអត់ហូបទេសាច់អញ្ចឹងហើយឆ្អើរនេះគឺមាន2ផ្នែកមួយខាងគឺសម្រាប់អ្នកដែលហូបសាច់មួយខាងទៀតគឺសម្រាប់អ្នកអត់ហូបសាច់ខ្ញុំឲ្យស្នេហាខ្ញុំអ្នករៀបចំអាំងផ្លូវមន់ទុកឲ្យខ្ញុំជាអ្នកប្រែខ្ញុំរស់នៅស្រុកនេះគឺចេះប្រឡាក់សាច់មន់ប្រឡាក់អុយណាលើគេថាឆ្ងាញ់ណាស់ដល់ពេលគេហូបអ្នកស្រុកនេះគេទៅសើថាខ្ញុំប្រឡាក់សាច់មន់ឆ្ងាញ់តែខ្ញុំមិនសូវអទេពីព្រោះខ្ញុំណែខ្ជិលធ្វើម្ហូបចង់អុយសារព្រឹកមិញបញ្ញាពេអត់មានជំរឿក៏ខ្ញុំខ្លាចជាអ្នកប្រឡាក់សាច់មន់ហើយនៅនេះគេមិនសូវចេះណែអាំងសាច់អាំងអុយទៀតខ្ញុំក៏ឃើញចុះមែនហើយបានហ៊ាននិយាយនេះក៏ខ្ញុំជាអ្នកទទួលខុសត្រូវខាងអាំងសាច់ប្រែសាច់នៅនេះហើយគេជៀនសាច់ក៏ខ្លោចដែរអត់ចេះមើលភ្លើងតែបើភ្លើងហ្គាសឬក៏ភ្លើងអគ្គិសនីប្រហែលជាគេចេះតែភ្លើងចេះគ្នាអត់ចេះមើលទេឃើញខ្លោចឡើងមកកណោអូបចែករៀងខ្លួននេះនាំគ្នាសម្រាហើយអ្នកខ្លះក៏លេងភ្លេងចឹងទៅឃើញអង្គុយជារង្វង់នោះនៅត្រង់កណ្ដាលគឺជាកូនស្រះនៅនេះភាគច្រើនសួនច្បារគេចូលចិត្តធ្វើស្រះតូចមួយលេងភ្លេងចប់ហើយមកថែមទៀតហ្នឹងគឺស្នេហាខ្ញុំមកប្រកែថែម